แบบបងប្អូនដែលប្រើស្លឹកស័ង្កសីគៀបស្នោពីខាងក្រុមហ៊ុន SY ហើយចង់ប្រើជ្រៃទៀតបងប្អូនជាទូទៅអានឹងបងប្អូនត្រូវបាទប្រក់ឬក៏រៀបដបូលហ្នឹងឲ្យវាលៀនផុតពីឆ្អឹងដែកបាទមួយទឹកឬក៏ពីរទឹកបាទឬក៏កន្លះម៉ែត្រអីក៏បានដែរបងប្អូនគ្នាអត់ទុនទេហើយមួយទៀតវាងាយស្រួលក្នុងការចាប់ជ្រីព្រោះបើសិនជាបងប្អូនដាក់ស្មើជាមួយនឹងឆ្អឹងដែកអាហ្នឹងជ្រីក៏យើងចាប់បានដូចគ្នាតែតើបងប្អូនបញ្ជាក់ឆ្អឹងដែកម៉ានហ៊ុនមកបានយើងប្រើយើងពុតជ្រីទៅតាមហ្នឹងតែបើសិនជាទូទៅឲ្យខាងអ្នកលក់ពុតគឺយើងគិតទៅតាមតែកម្រាស់ស័ង្កសីគៀបស្នោពីខាងក្រុមហ៊ុនផ្ទាល់ទេអញ្ចឹងឧទាហរណ៍ថាប្រើដបូលនឹង5ហ៊ុនអញ្ចឹងជ្រីហ្នឹងគឺយើងពុតតម្រូវទៅតាម5ហ៊ុនហ្នឹងទេហើយងាយស្រួលបងប្អូនអរគ្នានេះយកមកមុខផ្ទះអញ្ចឹងបាទយើងប្រើឆ្អឹងដែកនេះ48បងប្អូនអរគ្នាហើយយើងប្រើឆ្អឹងកដាលមួយទៅកន្លែងចុងដបូលនោះមួយហើយនឹងកដាលនោះមួយទេហើយមុខទទឹងរបស់យ៉នេះវាចូល6ម៉ែត្របាទប្រវែងស្លឹកស័ង្កសីហ្នឹងចូល4ម៉ែត្រជាងបងប្អូនអរគ្នាបាទតឡើងលឿនហើយស្អាតហើយបងប្អូនបញ្ជាក់បងប្អូនអាចដើរពីលើនឹងបានលឿនហើយស្អាតហើយគុណភាពអត់ងាយទៅណាទេត្រូវថ្ងៃមុខបងប្អូនត្រូវការរុះរើផ្លាស់ប្ដូរទីតាំងបាទម្ដង2ដង3ដងអីក៏អត់ទៅណាដែរបងប្អូនអរគ្នាហើយភ្លីខាងក្រោមជាទូទៅឃើញតំណប៉ុណ្ណេះបងប្អូនតែប៉ុន្តែនេះមានផ្លាស្ទិកទៀតតែអត់ទាន់បានបកផ្លាស្ទិកចេញបងប្អូនអរគ្នាហើយសម្រាប់បងប្អូនឆ្ងល់ថាតម្លៃស័ង្កសីគៀបស្នោពីខាងក្រុមហ៊ុន SY ថ្លៃបាទគុណភាពក៏ទៅតាមនឹងដែរបងប្អូនអរគ្នាបងប្អូនប្រើរបស់ធូរថ្លៃគុណភាពទៅតាមនឹងដែរណាបងប្អូនអូខេអរគុណច្រើនបងប្អូនអរគ្នាចង់ដឹងពីរបៀបតម្លើងអីអាចមកដល់រោងចក្រផ្ទាល់បានបាទយើងមានជាផ្ទះគំរូសម្រាប់បង្ហាញបងប្អូនទាំងអស់គ្នាទុកប្រើនេះប្រើយូរឆ្នាំទៅជាស្លឹកស័ង្កសីអត់បញ្ហាអីវិញបងប្អូនអរគ្នាព្រោះកន្លែងនេះវាត្រូវភ្លៀងត្រូវខ្យល់ស្លឹកស័ង្កសីអត់មានបញ្ហាឡើងខ្ញែឡើងច្រេះអីទេតែជាដែកឡើងវិញបងប្អូន